ចាជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងអស់ចានេះគឺជាទស្សនវិជ្ជាដែលបងប្អូនគាត់កំពុងតែធ្វើការប្រុសស្រូវមានស្រែខ្លះកំពុងតែរៀបចំប្រុសហើយមានស្រែខ្លះទៀតគាត់ប្រុសបាន2ទៅដល់3ថ្ងៃហើយចានៅតំបន់នេះគឺជាប្រភេទដីបឹងហើយខ្ញុំក៏បានទទួលសំណួររបស់បងប្អូនគាត់សួរថានៅក្នុងរដូវវស្សានេះតើគួរតែប្រុសពូជប៉ុន្មានគីឡូសម្រាប់ពូជ85ពូជ OM សម្រាប់បញ្ហាប្រើពូជប្រមាណគីឡូក្នុងផ្ទៃដីមួយហាត់នេះបងប្អូនអរគ្នាសម្រាប់បងប្អូនដែលគាត់ជាកសិករឆ្នើមឬគាត់មានបទពិសោធន៍ធ្វើស្នេហ៍ជាយូរឆ្នាំមកហើយហ្នឹងខ្ញុំគិតថាគាត់ប្រកាសជាដឹងតើគួរប្រុសប៉ុន្មានគីឡូនៅក្នុងផ្ទៃដីរបស់គាត់កំពុងតែធ្វើនេះពីព្រោះនៅតាមតំបន់ណាផ្ទៃដីខុសៗគ្នាបងប្អូនអរគ្នាដូច្នេះបើយើងចង់ឲ្យគាត់ប្រុសប្រមាណគីឡូតាមផ្ទៃដីរបស់យើងកំពុងតែធ្វើហ្នឹងគឺវាអត់កើតទេបងប្អូនសម្រាប់ផ្ទះខ្ញុំគឺធ្វើស្រែដែរហើយផ្ទះខ្ញុំនឹងមានស្រែបឹងហើយនិងស្រែលើសម្រាប់ស្រែបឹងនោះបងប្អូនអរគ្នានឹងខ្ញុំការធ្វើការចែកម្លែកពីព្រោះផ្ទះខ្ញុំក៏ទៅតែប្រុសស្រូវហើយដែរចាបងប្អូនអរគ្នាសម្រាប់ស្រែបឹងខាងផ្ទះខ្ញុំនឹងគាត់ប្រុស25គីឡូក្នុងមួយកុងវាស្មើនឹងជិត200គីឡូក្នុងមួយហាត់ណាបងប្អូនអរគ្នាចាហើយសម្រាប់ស្រែលើវិញគាត់ប្រុស30គីឡូក្នុងមួយកុងបងប្អូនអរគ្នាចាវាស្មើនឹងចូល230ក្នុងមួយហាត់ដោយសារនៅក្នុងតំបន់ស្រែដែលខ្ញុំកំពុងតែធ្វើហ្នឹងស្រែបឹងហ្នឹងគឺវាមានលាយដីខ្សាច់ដែរបងប្អូនលាយតិចតិចដូច្នេះប្រុសតិចពេកបើសិនចៃដន្យអីប៉ះភ្លៀងទៅខ្លាចពីខ្វះស្នាបបងប្អូនចាបើយើងប្រុសច្រើនពេកនៅក្នុងរដូវវស្សានេះវាពិបាកគ្រប់គ្រងជំងឺហើយនិងសត្វល្អិតចាណាមួយរដូវវស្សាដើមរដូវវស្សាឆ្នាំនេះបងប្អូនបច្ចុប្បន្នហ្នឹងមេឃកំពុងតែក្តៅខ្លាំងបងប្អូនព្រឹកមិនទាន់គឺក្តៅបងប្អូនដូច្នេះយើងធ្វើការប្រុសស្រូវហ្នឹងបើយើងប្រុសតិចពេកក៏វាមិនបានក្រាស់ពេកក៏វាខ្លាចថ្ងៃក្រោយស្រូវវាដុះទៅវាជ្រៀតគ្នាវានឹងពិបាកគ្រប់គ្រងជំងឺហើយនឹងសត្វល្អិតមួយទៀតបងប្អូនប្រុសសម្រាប់ពូជ85ហ្នឹងពុះលើបន្តិចមិនអីទេសម្រាប់ពូជOM 18ឬ OM 5451អីហ្នឹងបងប្អូនអ្នកគ្នាអាហ្នឹងវាបែកគុំក្រនបាដែរ OM 18បែកគុំល្អអញ្ចឹងបងប្អូនប្រុសពូជបងប្អូនត្រូវតែដឹងលក្ខណៈរបស់ពូជហ្នឹងតើវាបែកគុំល្អឬអត់បើសិនវាបែកគុំល្អបងប្អូនត្រូវតែកាត់បន្ថយពូជបន្តិចចាហើយសម្រាប់ស្រែរបស់បងប្អូនណាដែលមានប្រភេទដីផុកដីផុងដីបឹងដែលមានជីវជាតិអីហ្នឹងណាបងប្អូនអ្នកគ្នាយើងអាចតម្លាក់ពូជជុះចាប់ពី120ទៅដល់150គីឡូចាពួកអីនៅវៀតណាមមានបងប្អូនជាច្រើនដីរបស់គាត់ដីល្អណាគាត់ប្រុសតែ120គីឡូក្នុងមួយហាត់ទេបងប្អូនអ្នកគ្នាចាហើយប្រុសអញ្ចឹងដោយសារអីដីរបស់គាត់ដីល្អពេលដែលយើងបញ្ចុះពូជទៅហ្នឹងស្រូវវាបែកគុំបានល្អអញ្ចឹងយើងមិនចាំបាច់ចំណាយពូជច្រើនទេហើយងាយនឹងគ្រប់គ្រងជំងឺហើយនឹងសត្វល្អិតទៀតបងប្អូនអ្នកគ្នាចាបើសិនបងប្អូនប្រុសក្រាស់ពេកស្រូវវាបែកគុំល្អពេកស្លឹកច្រើនពេកហ្នឹងងាយកកើតជំងឺឧទាហរណ៍ថាមានមមាញថ្នោតវៃលុកមមាញសវៃលុកទៅបងប្អូនបើសិនវៃលុកហើយយើងពិបាកបាញ់ថ្នាំចំណាយថ្នាំច្រើនในការបាញ់ហើយពេលដែលស្រូវវាច្រើនពេកវាក៏ងាយមានកន្លែងវាដើម្បីពួនដែលដើម្បីជិះវៀងទឹកថ្នាំហ្នឹងបាញ់ដល់បងប្អូនអ្នកនេះអញ្ចឹងវាពិបាកគ្រប់គ្រងសត្វល្អិតជំងឺក៏វាពិបាកគ្រប់គ្រងដែរដោយសារវាងាយកកើតជំងឺបងប្អូនអ្នកនេះសម្រាប់អាកាសធាតុបែបនេះដោយសារអាកាសធាតុក្តៅខ្លាំងដល់ពេលយប់ទៅសើមធ្លាក់ទៅវាត្រជាក់វាសើមធ្លាក់ដល់អញ្ចឹងទៅងាយកកើតជំងឺជាពិសេសនៅតំបន់ដីបងប្អូនណាដែលមានផ្ទុកជាតិជូរជាតិដែកអាឡូមីញ៉ូមកម្រិត pH ទាបហ្នឹងបងប្អូនចាងាយកកើតនៃជំងឺអុចត្នោតបងប្អូនអ្នកគ្នាដូច្នេះហើយពេលដែលបងប្អូនមុននឹងប្រុសស្រូវហ្នឹងសម្រាប់បងប្អូនណាដែលគាត់ប្រើពូជថ្មីថ្មោងឬក៏សម្រាប់បងប្អូនណាគាត់មិនទាន់មានបទពិសោធន៍ច្បាស់លាស់នៅក្នុងការធ្វើស្រែហ្នឹងបងប្អូនអ្នកគ្នាចាមុននឹងធ្វើការជ្រើសរើសពូជប្រុសប្រមាណគីឡូហ្នឹងយើងត្រូវតែមើលលក្ខណៈរបស់ពូជហ្នឹងចាលក្ខណៈរបស់វាគឺបែកគុំល្អឬអត់ចាហើយវាធន់នឹងជំងឺសត្វល្អិតបានច្រើនឬអត់ហើយមួយទៀតបងប្អូនត្រូវតែមើលប្រភេទដីនៅតំបន់របស់បងប្អូនតើគឺជាប្រភេទដីអ្វីចាហើយប្រព័ន្ធទឹកមិនដែរមុននឹងបងប្អូនសម្រាប់ចិត្តតើយើងគួរតែប្រើពូជចុះពូជប្រមាណគីឡូក្នុងមួយហាត់ចានេះគឺជាការចែករំលែករបស់នាងខ្ញុំផ្ទាល់កំពុងតែធ្វើស្រែនៅវៀតណាមបងប្អូន
ចាបងប្អូនបើសិនមានយោបល់អ្វីបន្ថែមជួយខមមិននៅខាងក្រោមផងណាដើម្បីយើងពិភាក្សាទាំងអស់គ្នាចាការចែករំលែករបស់នាងខ្ញុំក៏សូមចប់ត្រឹមហ្នឹងជួបគ្នាជាមួយបងប្អូននៅក្នុងវីដេអូក្រោយទៀតចាសូមអរគុណសូមជម្រាបលា